ប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើវីដេអូថ្មីជាមួយនឹងការហាត់ពណ៌តុបតែងផ្លែឈើដែលធ្វើអំពីស្នោចំពោះសកម្មភាពថ្ងៃនេះពិតជាប្លែកហើយសប្បាយមែនទែនតោះកុំរងចាំយូរសូមមើលសកម្មភាពនៃការធ្វើទាំងអស់គ្នាយើងមានផ្លែឈើពីរប្រភេទគឺផ្លែស្វាយនិងផ្លែប៉ោមយើងបានជ្រើសរើសផ្លែប៉ោមមកហាត់មុនមែនតែនទៅបើសិនជាយើងមានជក់ធំជាងនេះវារឹតតែងាយស្រួលហាត់ឆាប់ពេញតែមិនអីទេយើងអាចប្រើរបស់ទាំងនេះបានខ្ញុំហើយនឹងប្អូនខ្ញុំលេងជក់មែនតែនព្រោះមានអារម្មណ៍ថាចង់ធ្វើឲ្យស្អាតឲ្យដូចផ្លែឈើមែនតែនជាបន្តបន្ទាប់យើងក៏បានផាត់ផ្លែប៉ោមរួចរាល់យើងក៏ចូលដល់ការដាក់ពណ៌លើផ្លែស្វាយម្ដងដោយយើងត្រូវប្រើពណ៌លឿងប៉ុន្តែជក់យើងប្រឡាក់ពណ៌ក្រហមអស់ហើយចឹងយើងត្រូវតែលាងជក់នោះឲ្យស្អាតដើម្បីពេលបដូរពណ៌វាឆ្លងគ្នាផាត់ផ្លែស្វាយយើងផាត់បានលឿនទេដោយសារវាតូចហើយមានតែពីរហើយបន្តមកទៀតយើងក៏ផាត់សាច់ផ្លែប៉ោមព្រោះមានប៉ោមមួយធ្វើតែមួយចំហៀងទេអូខេឥឡូវយើងផាត់រួចហើយអញ្ចឹងយើងទុកវាឲ្យស្ងួតសិនដើម្បីយកវាទៅរៀបចំដាក់លើថាសឲ្យស្អាតឥឡូវយើងបានរៀបវារួចហើយតែមើលទៅដូចខ្វះមួយយ៉ាងចឹងខ្ញុំមានកំណត់ថាបើបន្ថែមតងវាទៅមើលទៅដូចផ្លែឈើប៉ិតចឹងខ្ញុំក៏តកាត់យកតងស្លឹកឈើមកផ្ទះណាយកមកធ្វើទៅដូចជាឡើងសម្រស់មួយកម្រិតទៀតដែរទូមក អរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនា
ជួបគ្នានៅវីដេអូក្រោយ